ចែកទេស3ចំណុចប្រើប្រាស់អង្ក្រងដើម្បីការពារដំណាំស្វាយចន្ទីការចិញ្ចឹមអង្ក្រងក្នុងចំការស្វាយចន្ទីជាដំណោះស្រាយបែបធម្មជាតិមួយជួយការពារទិន្នផលស្វាយចន្ទីពីការបំផ្លាញរបស់សត្វល្អិតចង្រៃជួយបង្កើនគុណភាពគ្រាប់ស្វាយចន្ទីនិងជួយកាត់បន្ថយការចំណាយលើថ្លៃទិញថ្នាំកសិកម្មបន្ថែមពីនេះបច្ចេកទេសប្រើអង្ក្រងនេះក៏ជួយដល់បរិស្ថាននិងសុខភាពកសិករផងដែរដើម្បីឲ្យមានអង្ក្រងនៅក្នុងចំការរបស់ខ្លួនកសិករត្រូវអនុវត្ត3ចំណុចសំខាន់នេះចំណុចទី1ពិនិត្យវត្តមាននិងគ្រួសារអង្ក្រងអ្នកបច្ចេកទេសរបស់អង្គការស្រែកម្ពុជាបានឲ្យដឹងថាការពិនិត្យវត្តមានអង្ក្រងគួរពិនិត្យនៅអំឡុងខែវិច្ឆិកាជាពេលដែលស្វាយចន្ទីចេញត្រួយចេញផ្កាសម្បូរចំណីដល់សត្វអង្ក្រងដើម្បីចង់ដឹងថាដើមស្វាយចន្ទីណាមានអង្ក្រងឬអត់កសិករយើងអាចគួរដើមឬមែកស្វាយចន្ទីហើយពិនិត្យមើលថាមានអង្ក្រងចេញមកឬអត់បន្ទាប់មកទៀតត្រូវកំណត់គ្រួសារអង្ក្រងរស់នៅជាគ្រួសារបើខុសគ្រួសារវានឹងនាំខាំគ្នាងាប់មិនខានកសិករយើងអាចយកអង្ក្រងពីដើមស្វាយចន្ទីមួយទៅដាក់នៅដើមស្វាយចន្ទីមួយផ្សេងទៀតដែលមានអង្ក្រងបើសិនជាអង្ក្រងមិនខាំគ្នាទេនោះមានន័យថាពួកវាជាគ្រួសារតែមួយបើសិនជាវាស្ថិតក្នុងគ្រួសារផ្សេងគ្នាយើងត្រូវកាប់មែកស្វាយចន្ទីកុំឲ្យជាប់គ្នាដើម្បីការពារកុំឲ្យអង្ក្រងគ្រួសារមួយឆ្លងទៅជួបគ្រួសារមួយទៀតដែលអាចនាំឲ្យវាខាំគ្នាងាប់ធ្វើឲ្យប្រជាអង្ក្រងក្នុងចំការថយចុះចំណុចទី2បង្កើតនិងពង្រីកប្រជាកអង្ក្រងក្រោយពីដឹងថាក្នុងចំការមានវត្តមានអង្ក្រងហើយកសិករយើងត្រូវចាប់ផ្ដើមពង្រីកប្រជាកអង្ក្រងឡើងវិញការពង្រីកប្រជាកអង្ក្រងយើងអាចចងខ្សែពីដើមមានអង្ក្រងទៅដើមអត់អង្ក្រងប៉ុន្តែកសិករយើងត្រូវពិនិត្យដែរថាហេតុអ្វីដើមមួយទៀតមិនមានសត្វអង្ក្រងរស់នៅទី1អាចមកពីដើមនោះមានមែកដាច់ឬស្លឹកមិនគ្រប់គ្រាន់ឬមួយទៀតអាចមកពីវត្តមានរបស់ស្រមោចខ្មៅបើមានស្រមោចខ្មៅគឺអង្ក្រងមិនអាចនៅបាននោះទេហេតុនេះកសិករយើងត្រូវកម្ចាត់ស្រមោចខ្មៅជាមុនសិនដោយបំផ្លាញសម្បុកដែលមាននៅលើដើមស្វាយចន្ទីរួចដាក់ចំណីបញ្ឆោតដូចជាស្បែកជ្រូកឬពូវៀនមាន់ឲ្យស្រមោចសេះសទាំងនោះស៊ីរួចប្រមូលដាក់ក្នុងធុងទឹកដើម្បីបំផ្លាញចោលក្រៅពីវិធីចងខ្សែពីដើមមួយទៅដើមមួយកសិករក៏អាចកាច់សម្បុកដែលអង្ក្រងទើបធ្វើថ្មីទៅដាក់នៅដើមមួយទៀតផងដែរការកាច់សម្បុកនេះអ្នកជំនាញអង្គការស្រែកណែនាំឲ្យកាច់ចន្លោះពីម៉ោង10ព្រឹកទៅម៉ោង4រសៀលដោយថាជាពេលដែលអង្ក្រងនៅក្នុងសម្បុកច្រើនសម្បុកអង្ក្រងទាំងនោះអាចកាច់ដាក់ចូលក្នុងបាវរួចហើយយកបាវនោះទៅចងចំហមាត់នៅដើមស្វាយចន្ទីថ្មីមួយទៀតទុកឲ្យអង្ក្រងវាចេញពំពងនិងកូនទៅកាច់សម្បុកថ្មីចំណុចទី3ការពារនិងថែរក្សាអង្ក្រងអ្នកជំនាញអង្គការស្រែកលើកឡើងថាដើម្បីថែរក្សាអង្ក្រងឲ្យមានក្នុងចំការជាអចិន្ត្រៃយ៍កសិករគួរជៀសវាងបាញ់ថ្នាំសម្រាប់សត្វល្អិតឬថ្នាំសម្រាប់ស្មៅព្រោះថាក្លិនថ្នាំទាំងនេះនឹងធ្វើឲ្យអង្ក្រងរត់ចេញពីចំការមួយទៀតកសិករគួររក្សាទុកដើមឈើដែលមានផ្លែជូរដូចជាដើមស្វាយដើមក្រូចឬដើមព្រីងនៅក្នុងចំការឬជុំវិញចំការដើម្បីអាចធ្វើជាជម្រកបណ្ដោះអាសន្នសម្រាប់អង្ក្រងក្រោយប្រមូលផលនៅរដូវស្លឹកស្វាយចន្ទីមានលក្ខណៈរឹងធ្វើឲ្យអង្ក្រងពិបាកកាច់សម្បុកនិងមិនសូវសម្បូរចំណីហេតុនេះដើម្បីឈើទាំងនោះនឹងក្លាយជាទីជម្រកបណ្ដោះអាសន្នរបស់អង្ក្រងទាំងនោះនឹងវិលមកដើមស្វាយចន្ទីវិញនៅពេលចន្ទីចាប់ផ្ដើមចេញត្រួយចេញផ្កាជាពេលដែលសម្បូរចំណីដូចគ្នាដែរក្នុងរដូវវស្សាដែលអង្ក្រងខ្សឹបចំណីកសិករយើងអាចដាក់ចំណីឲ្យអង្ក្រងដូចជាស្បែកជ្រូកឬពោះវៀនមាន់បន្តិចបន្តួចដើម្បីឲ្យពួកវារស់បានទម្រាំដល់រដូវសម្បូរចំណីវិញចំណីរបស់អង្ក្រងគឺសត្វល្អិតចង្រៃនានាដែលបំផ្លាញស្វាយចន្ទីនោះឯងចំណុចសំខាន់មួយទៀតគឺកសិករត្រូវការពារកុំឲ្យមានអ្នកផ្សេងមករកយកពងអង្ក្រងក្នុងចំការដែលនាំឲ្យបាត់បង់ចំនួនប្រជាកអង្ក្រងក្នុងចំការចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ